ស្ងោរផ្សិតគឺជាម្ហូបដែលខ្ញុំចូលចិត្តញ៉ាំតាំងពីក្មេងរហូតមកដល់ឥឡូវបើនៅតាមដីចកាដែលគេធ្លាប់ដាំពោតដាំល្ងនៅពេលដែលគេប្រមូលផលហើយគេភ្ជួរដីទុកដាំអញ្ចឹងពេលធ្លាក់ភ្លៀងមកផ្សិតពោតដុះច្រើនខ្លាំងមែនទែនហើយផ្សិតហ្នឹងយកមកធ្វើម្ហូបឆ្ងាញ់ខ្លាំងណាស់ឥឡូវយើងមកកលេចមើលពីរបៀបស្ងោរផ្សិតញ៉ាំម្ដងរបៀបធ្វើហ្នឹងដំបូងខ្ញុំដាក់បំពងខ្ទឹមសសិនពេលខ្ទឹមសមានក្លិនឈ្ងុយហើយខ្ញុំចាក់ឆ្អឹងជ្រូកចូលឆ្អឹងជ្រូកហ្នឹងយើងចងយកទៅស្រុះទឹកក្តៅសិនក៏បានឬក៏មិនបាច់ស្រុះក៏បានដែរលីងឆ្អឹងជ្រូកនឹងចុះឡើងមកសន្ទុះសិនល្មមមកវាក្រៀមបន្តិចចាំយើងចាក់ទឹកចូលពេលទឹកពុះខ្ញុំដាក់ដុំស៊ុបមួយដុំហើយប៊ីយឺហឺព្រមទាំងផ្សំគ្រឿងទឹកត្រីស្ករអំបិលប៊ីចេងបងប្អូនអាចផ្សំគ្រឿងទៅតាមចំណូលចិត្តរៀងខ្លួនបានណារួចយើងត្រូវបន្តរំងាស់ទាល់តែឆ្អឹងជ្រូកនឹងឆ្អិនហើយសូមយើងដាក់ផ្សិតចូលហើយចុងក្រោយគេហ្នឹងគឺខ្ញុំបន្ថែមជាមួយនឹងស្លឹកខ្ទឹមងាយឥឡូវយើងទទួលបានស្ងោរផ្សិតមួយឆ្នាំងដែលមានរសជាតិឆ្ងាញ់ហើយថែមទាំងពៅសុខភាពទៀតហ្នឹងឯងនៅពេលដែលផ្សិតឆ្អិនហ្នឹងមានន័យថារួចរាល់ហើយបងប្អូនអាចបិទភ្លើងបានកុំភ្លេចសាកធ្វើញ៉ាំនៅផ្ទះទាំងអស់គ្នាណាហើយបើចូលចិត្តវីដេអូរបស់ខ្ញុំហ្នឹងកុំភ្លេច Subscribe ឲ្យ Channel YouTube ម្នាក់មួយផងណាឥឡូវនេះសូមជម្រាបលាសិនហើយចាំជួបគ្នានៅវីដេអូថ្មីជាបន្តទៀត